ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅលើស្ពានថ្មប៉ុន្តែបាត់ម៉ូតូរបស់គាត់មួយគ្រឿងតើគាត់ត្រូវបានគេវាយសម្លាប់ប្លន់យកម៉ូតូឬមួយក៏ជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាឲ្យស្លាប់រួចត្រូវបានជន់ឆ្លៀតឱកាសលើកម៉ូតូគាត់យកទៅបាត់នោះទេតាមបណ្ដោយផ្លូវកបាត់ក្រុងទី3នេះគឺមានស្នាមអូសជាច្រើនមកប្រហែលជា30-50 ម៉ែត្រនោះហើយឃើញជនរងគ្រោះបងប្អូននេះសាកសពរបស់គាត់គឺដេកស្លាប់នៅជាប់នឹងបង្កាន់ដៃស្ពានថ្មសាក់សំពៅនេះផ្ទាល់តែម្ដងចម្លែកនោះគឺបាត់ម៉ូតូគូដណ្ដឹងក៏ត្រូវបានស្លាប់ម៉ូតូរបស់គាត់ផ្ទាល់ក៏ត្រូវបានបាត់ទៀតគឺជនរងគ្រោះយកម៉ូតូមកឲ្យបងស្រីដែលជាគូដណ្ដឹងក៏ត្រូវបានស្លាប់ម៉ូតូក៏ត្រូវបានបាត់ហើយខែ11នៅសល់ពេលតែ8ខែទៀតនឹងដល់ថ្ងៃចូលរោងការបងប្អូនឥឡូវនេះគឺខាងប្រុសបានស្លាប់ហើយបាទខាងប្រុសគឺបានស្លាប់ហើយលោកអ្នកនាងជាទីមេត្រីមានហេតុការណ៍ដ៏រន្ធត់មួយដោយពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅលើស្ពានថ្មប៉ុន្តែបាត់ម៉ូតូរបស់គាត់មួយគ្រឿងជុំវិញហេតុការណ៍នេះយើងអត់ទាន់ដឹងច្បាស់ថាតើគាត់ត្រូវបានគេវាយសម្លាប់ប្លន់យកម៉ូតូឬមួយក៏ជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាឲ្យស្លាប់រួចត្រូវបានជន់ឆ្លៀតឱកាសលើកម៉ូតូគាត់យកទៅបាត់នោះទេនៅពេលនេះកម្លាំងនគរបាលជំនាញកំពុងតែធ្វើការយកចិត្តទុកដាក់ស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើនេះដើម្បីសន្និដ្ឋានឲ្យបានច្បាស់លាស់អំពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី23ខែមិនិនាឆ្នាំ2026ស្ថិតនៅលើស្ពានថ្មមួយកន្លែងនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី3ភូមិកងនើយសង្កាត់កងនើយខណ្ឌដង្កោរាជធានីភ្នំពេញគាត់ចេញទៅធ្វើការម៉ោង4ភ្លឺបាទអូមកចិត្តបងដល់ពេលម៉ោង4ភ្លឺហ្នឹងគាត់មកបន្ទប់ជួលនៅតំបន់សេដ្ឋកិច្ចដល់ពេលអញ្ចឹងអត់ដឹងរឿងថាមិនដែរខ្ញុំចេញទៅធ្វើការដែរគេទេមកប្រាប់ថាគាត់ដួលស្លាប់ទៅប៉ុន្តែឥឡូវបាត់ទឹកម៉ូតូបាត់ទឹកអីទៀតម៉ូតូទៀតបងម៉ូតូមកអីដែរបងម៉ូតូអសងពីកាត់ហើយគាត់ជិះម៉ូតូទៅណាមុខណាដែរគាត់ជិះពីសត្វតបោទៅខាងតំបន់សេដ្ឋកិច្ចផ្ទះជួគាត់នៅហ្នឹងមែនគាត់ទៅផ្ទះជួខាងគូដឹងគាត់ទៅលេងគូដឹងគាត់ត្រូវយកម៉ូតូឲ្យគូដឹងគាត់ព្រោះគាត់ជិះម៉ូតូគូដឹងគាត់មកចាអញ្ចឹងគាត់ចេញពីធ្វើការវេនយប់នៅសត្វតបោជិះម៉ូតូយកឲ្យគូដឹងនៅតំបន់សេដ្ឋកិច្ចពិសេសចាពេលគាត់ជិតដល់ថ្ងៃចូលរោងការហ្នឹងគាត់ថាខែ11បងខែ11នឹងរៀបការហើយចាគាត់ប្រាប់ខាងស្រីថាខែ11គាត់ចូលតែឥឡូវមកចំឥឡូវស្លាប់បាត់ហើយចាហើយមកសម្ញថ្ងៃអាទិត្យហ្នឹងក៏គាត់នាំបងស្រីទៅលេងខាងផ្ទះគាត់ដែរនាំខាងស្រីទៅលេងម្ដាយឪពុកគាត់ទៀតចាហើយថ្ងៃហ្នឹងទៅគាត់ទៅម៉ូតូបងជនរងគ្រោះទៅនឹងម៉ូតូថាបងស្រីម៉ូតូបងស្រីទៀតចាម៉ូតូគាត់រឿងចាស់នៅផ្ទះជួលហ្នឹងហើយគាត់ជិះម៉ូតូបងស្រីបាទបងប្អូនពិតជាអាណិតគាត់ណាស់គឺខែ11នេះគឺចូលរោងការហើយឥឡូវនេះគូដណ្ដឹងក៏ស្លាប់ម៉ូតូរបស់គាត់ក៏បាត់ទៀតបងប្អូនបើយោងតាមសម្ដីរបស់ក្រុមគ្រួសារនៃសពបានបញ្ជាក់ថានៅមុនពេលកាត់ហេតុជនរងគ្រោះបានជិះចេញពីធ្វើការម៉ោងយប់នៅឯសង្កាត់សត្វតបោក្រុងតាខ្មៅហើយក្រោយមកគាត់បានធ្វើដំណើរយកម៉ូតូទៅឲ្យគូដណ្ដឹងរបស់គាត់ដែលត្រៀមនឹងរៀបការនៅក្នុងខែ11នេះពេលដែលជិះមកដល់ពាក់កណ្ដាលផ្លូវនេះមិនដឹងថាមានរឿងហេតុការណ៍អីកើតឡើងទេត្រាប់តែនៅព្រឹកមុននេះគឺមានទូរស័ព្ទប្រាប់ថាគេប្រទះឃើញសាកសពបុរសជាគូដណ្ដឹងរបស់គាត់ហ្នឹងគឺបានដេកស្លាប់នៅលើស្ពានថ្មបាត់ទៅហើយឥឡូវនេះបងប្អូនឃើញហើយគឺនៅទីតាំងកាត់ហេតុនេះគឺនៅតាមបណ្ដោយផ្លូវកបាត់ក្រុងទី3នេះគឺមានស្នាមអូសស្នាមអូសជាច្រើនមកប្រហែលជា30-50 ម៉ែត្រនោះហើយឃើញជនរងគ្រោះដេកនៅលើជាប់នឹងបង្កាន់ដៃស្ពានថ្មនេះតែម្ដងអ្វីដែលយើងចម្លែកនោះគឺបាត់ម៉ូតូឥឡូវនេះគូដណ្ដឹងក៏ត្រូវបានស្លាប់ម៉ូតូរបស់គាត់ផ្ទាល់ក៏ត្រូវបានបាត់ទៀតគឺជនរងគ្រោះយកម៉ូតូមកឲ្យបងស្រីដែលជាគូដណ្ដឹងហើយម៉ូតូនេះគឺជាម៉ូតូរបស់បងស្រីជាគូដណ្ដឹងទៅទៀតឥឡូវគូដណ្ដឹងក៏ត្រូវបានស្លាប់ម៉ូតូក៏ត្រូវបានបាត់ហើយខែ11នៅសល់ពេលតែ8ខែទៀតនឹងដល់ថ្ងៃចូលរោងការបងប្អូនឥឡូវនេះគឺខាងប្រុសបានស្លាប់ហើយខាងប្រុសគឺបានស្លាប់ហើយយើងមានតែរងចាំមន្ត្រីនគរបាលជំនាញលោកនឹងបើកការស្រាវជ្រាវលម្អិតជុំវិញហេតុការណ៍នៃការស្លាប់របស់ជនរងគ្រោះ
thừng ai vì như ôi nó không lương mà anh làm lạnh luôn rồiเอาได้แต่ก่อนมาได้ให้ยำวันเป็นไรก่อนเต้ bón thử mình con này ยำบองใส่พวก bón sấy vào một cái จ้า chui đây จ้า con chui đây làm บัวงานเวียสนาจับเอายำมาอยู่ใส่บุญ ồ chúng ta sẽ buôn năm จ้า bà โอ้ยลูกไอ้ลูกโอ้ยลูกไอ้ลูกก็มาจะไกลจัง con sấy mùi từ mui mùi bà mui ốc mui cho nó ruộng còn ngay con run nó phun na đây cho cầm lái con tụi nói có nơi sạt nó phun mấy cái bóng phun bảy pi phun lấy pi phun bà sạt phun bà sàn là người ta còn bên phun nơi ăn thủy bên phun nó phải về các khác thì có mà phun bón sấy của con tay chung luôn đang phun có thì có bay bạc này tới rồi còn màu từ ca này con bay bạc đi hái đâu và bà con đi theo con nó sẽ ăn này bóng bát bạc sẽ ăn nó phun mấy cái này nơi rồi phun bà sạt khung bà sàn và khung phun bà sạt khung bà sàn khung bà sàn phun bà sạt phun lệch pi khung rộng lệch sang khung lệch phí khung bà sàn và ស្រុកស្អាងខេត្តកណ្ដាល បាទ បាទអូអរគុណបងលោកអ្នកនាងជាទីមេត្រីនៅពេលនេះសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដល់នឹងចំណុចទីតាំងកាត់ហេតុហើយដើម្បីមកទទួលសាកសពគឺពោពេញទៅដោយសំឡេងស្រែកទ្រហោយំសោកស្ដាយចំពោះការបាត់បង់សមាជិកនៃក្រុមគ្រួសារអរគុណប្រិមិត្តដែលចំណាយពេលតាមដានទស្សនានៃការផ្សាយរបស់ក្រុមការងាររីករាយញូខ្ញុំបាទនិងក្រុមការងារសូមអរគុណសូមគោរពលា